របៀប set ឧបករណ៍វាស់វឬភាគរយអាគុយបងចំពោះអានេះគឺនៅខាងក្រោយវាមានប៊ូតុងមួយអញ្ចឹងបងចុចឲ្យជាប់មកមានលោតលេខលោតអក្សរអានេះមានប៉ែអាគុយថ្មលីស្យូមអាថ្ម 3.2 អញ្ចឹងចំពោះអានេះខ្ញុំប្រើមួយអាគុយអញ្ចឹងខ្ញុំយកប៉ែហើយពេលបងចុចឲ្យជាប់ឲ្យយូរមកគឺវាមានលោតលេខដើម្បីអាចសេរីវ៉លបានណាមាន12 24ដល់72ចឹងនៅពេលដែលបង set យកវ៉លត្រូវហើយគឺទុកមួយសន្ទុះមកគឺវាលោតអេក្រង់ដើមវិញហើយចំពោះប្រភេទសាកបាននេះគឺរបៀប set អីហ្នឹងគឺដូចគ្នាទាំងអស់វាមានប៊ូតុងក្រោយដូចគ្នាបងសាកបាននេះគឺខ្ញុំមានទាំង USB Type C តែខ្ញុំតែបងនេះគឺ USB Type C ចឹងអានេះខ្ញុំយក12វ៉លពេលត្រូវមួយអាគុយរបស់ខ្ញុំហ្នឹងហើយខ្ញុំដាក់មួយរុន Type C ទៅគឺវាសាក់លឿនតែអាស្រ័យទៅលើខ្សែបងដែរថាខ្សែបងប្រភេទសាក់លឿនគឺឬក៏ធម្មតាបងចឹងបងដែលត្រូវការប្រព័ន្ធវាស់វ៉លភាគរយអាគុយអីគឺអាចទៅកាន់ហាងបាន